យើងគិតថាផលិតផលដូចគ្នាគុណភាពប្រហាក់ប្រហែលគ្នាពណ៌សម្បុរក៏ដូចគ្នាពេលខ្លះមិនបាច់ប្រាប់អតិថិជនទេព្រោះគាត់គ្មានទៅដឹងរឿងទាំងអស់ហ្នឹងអីទេផលិតផលដូចគ្នាក៏ដោយប្រហាក់ប្រហែលគ្នាក៏ដោយបងប្អូនទៅដឹងថានៅពេលដែលយើងឲ្យជំរើសមួយទៅអតិថិជនណាបងប្អូនត្រូវប្រាប់គាត់នៅពេលដែលបងប្អូនអត់ប្រាប់គាត់ណាអាហ្នឹងគេហៅថាបោកអតិថិជនហើយការនិយាយផ្សេងដល់ពេលលក់ផលិតផលឲ្យគាត់ផ្សេងអាហ្នឹងមានន័យថាយើងអត់ប្រាប់គាត់ហើយលក់ផលិតផលមួយដែលបំផ្លាញទំនុកចិត្តគាត់ហើយទោះបីជាផលិតផលរបស់យើងល្អដូចគ្នាក៏ដោយបងប្អូនទៅដឹងថាការផ្ដល់ព័ត៌មានអតិថិជនច្បាស់លាស់ធ្វើអតិថិជនមានការសម្រេចចិត្តដោយខ្លួនឯងស៊ូប្រាប់អតិថិជនតាមត្រង់គាត់ទិញមិនទិញអានឹងជាសិទ្ធិសម្រេចចិត្តរបស់គាត់ប៉ុន្តែបើសិនជាយើងលក់ផលិតផលទាំងមិនប្រាប់គាត់នៅពេលដែលគាត់ដឹងរឿងហើយនៅគាត់ប្រើទៅអត់ត្រូវចិត្តអានឹងគឺជាផលលំបាកធំមែនទែនសម្រាប់យើងជាអ្នកលក់បើសិនជាបងប្អូនទាំងអស់គ្នាអត់ទាន់ស្គាល់ហាងលក់ទូរស័ព្ទដៃគ្នាយើង VIP ទេនេះគឺជាសាខាថ្មីរបស់ហាងលក់ទូរស័ព្ទដៃគ្នាយើង VIP បងប្អូនអាចអញ្ជើញមកពីសាខាចាស់ត្រឹមតែចម្ងាយប្រហែលជា100ម៉ែត្រទេបងប្អូនងាកទាំងឆ្វេងដៃឃើញសាខាធំមែនទែនគឺគ្នាយើង VIP នៅទីនេះមានលក់សុទ្ធតែអវ៉ាន់ Grade A ហើយនឹងថ្មីប្រអប់ជាពិសេសនោះមានការធានារហូតដល់1ឆ្នាំពេញតែម្ដងបងប្អូនអើយប្រហែលថ្ងៃនេះខ្ញុំឃើញមានការជជែកវែកញែកគ្នាច្រើនមែនទែនតាក់ទងជាមួយនឹងរឿងត្រីបងប្អូនខ្លះក៏និយាយរឿងត្រីត្រោតបងប្អូនខ្លះក៏និយាយរឿងត្រីសាម៉ុនបងប្អូនខ្លះក៏និយាយថាត្រីសាម៉ុនហើយនិងត្រីត្រោតនឹងវាប្រហាក់ប្រហែលគ្នាទេអញ្ចឹងយើងមិនបាច់ទៅជែកវែកញែកអីច្រើនទេបងប្អូនខ្លះគាត់ថាទិញត្រីសាម៉ុនបានត្រីត្រោតអីអញ្ចឹងទៅតែពិតរឿងវាអត់សំខាន់នៅលើរឿងត្រីសាម៉ុននិងរឿងត្រីត្រោតទេវាសំខាន់ទៅលើថាតើអ្វីដែលអ្នកលក់បាននិយាយហើយនិងអ្វីដែលអតិថិជនទទួលបានវាគឺជាអ្វីអានឹងជារឿងមួយដែលវាធ្វើឲ្យមហាជនចាប់ផ្ដើមមានមតិយោបល់ច្រើនតាក់ទងជាមួយរឿងហ្នឹងខ្ញុំអត់ទៅជែកវែកញែកលើរឿងត្រីត្រោតត្រីសាម៉ុនអីទេដោយសារខ្ញុំមិនដឹងរឿងហ្នឹងច្រើនទេប៉ុន្តែខ្ញុំចង់រំលេចនៅរឿងមួយតាក់ទងជាមួយនឹងអ្នកលក់យើងនាពេលបច្ចុប្បន្នហើយតើអ្វីដែលយើងត្រូវយកចិត្តទុកដាក់នៅក្នុងស្ថានភាពមួយហ្នឹងរឿងទី1ដែលខ្ញុំគិតថាវាជារឿងសំខាន់សម្រាប់យើងដែលយើងត្រូវគិតទាំងអស់គ្នាហ្នឹងគឺទំនុកចិត្តអតិថិជននៅក្នុងទីផ្សារមិនតែរឿងសាមញ្ញមួយទេនៅក្នុងការងារលក់និយាយអីផលិតផលចេញមកអីលក់ផលិតផលអីចេញមកផលិតផលអីអាហ្នឹងជារឿងសំខាន់មែនទែនដែលយើងត្រូវមើលមែនទែនវាអត់សំខាន់ថាផលិតផលរបស់យើងផលិតផលខ្ញុំល្អតាខ្ញុំឲ្យអាផ្សេងទៅគាត់ប៉ុន្តែនៅតែជាផលិតផលល្អដូចគ្នាតាវាអត់សំខាន់លើរឿងហ្នឹងទេរឿងដែលសំខាន់គឺយើងនិយាយពាក្យមិនពិតជាមួយនឹងអតិថិជនរបស់យើងកំពុងតែបំផ្លាញទំនុកចិត្តអតិថិជនរបស់យើងហើយរឿងហ្នឹងជារឿងដែលបងប្អូនត្រូវប្រយ័ត្នពេលខ្លះយើងគិតថាផលិតផលដែលយើងឲ្យទៅអតិថិជនហ្នឹងទោះបីជាវាមិនដូចអ្វីដែលយើងផុសប៉ុន្តែគុណភាពដូចគ្នាអាហ្នឹងយើងអាចនិយាយបានប៉ុន្តែអ្វីដែលយើងត្រូវដឹងថាទំនុកចិត្តអតិថិជនគឺគាត់ស្អប់បំផុតអ្នកដែលកុហកគាត់អ្នកដែលគិតថាគាត់ល្ងងអ្នកដែលខ្សែលើគាត់អានឹងជារឿងមួយដែលគាត់អត់ចូលចិត្តទេហើយបងប្អូនទៅដឹងថាទោះបីជាតិចក្តីច្រើនក្តីចង់មិនចង់វាបំផ្លាញទំនុកចិត្តអតិថិជនរបស់យើងមែនទេអញ្ចឹងយើងប្រាប់ភ្ញៀវថាម៉ោង 2 បានហើយម៉ោង 2 អត់បានពេលខ្លះភ្ញៀវក៏បាត់ទំនុកចិត្តដែរណាអញ្ចឹងរឿងដែលយើងនិយាយជាមួយអតិថិជនជារឿងសំខាន់ណាបើយើងនិយាយថាផលិតផល A ដាច់ខាតត្រូវតែគាត់បានផលិតផល A បើនិយាយថាផលិតផល B ដាច់ខាតគាត់ត្រូវតែបានផលិតផល B ហើយបើយើងមានផលិតផល B យើងប្រាប់គាត់តាមត្រង់ទៅថាបងខ្ញុំមានផលិតផល B វាគុណភាពដូច A ដែរកុំឲ្យគាត់ទិញ A ហើយបាន B ណាយើងអាងថា A B នឹងគុណភាពដូចគ្នាពេលខ្លះយើងគិតថាអតិថិជននឹងជាកបៃអតិថិជននឹងជាអីផ្សេងទៀតដែលយើងគិតថាយើងចង់ធ្វើអីក៏បានអានឹងមិនមែនជារឿងមួយដែលយើងគួរតែធ្វើទេខ្ញុំលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាថាលក់អីនិយាយនឹងលក់អីបង្ហាញនឹងប្រាប់អតិថិជនតាមត្រង់ទៅបើសិនជាអតិថិជនទិញបានឬមិនបានអានឹងជាសិទ្ធិសម្រេចចិត្តរបស់គាត់កុំឲ្យតែគាត់ទិញឲ្យគាត់ប្រើមិនត្រូវទិញឲ្យគាត់ខកបំណងអានឹងយើងជាអ្នករួមគ្រោះធំមែនតើហើយមែនតើយើងក៏មិនមានកំហុសដែរនៅពេលដែលយើងប្រាប់គាត់តាមត្រង់ថាបងឥឡូវផលិតផលយើងមានប្រភេទអញ្ចេះបងទិញទៅគឺវាបានចេះគុណភាពវាដូចគ្នាអានឹងប្រាប់គាត់តាមត្រង់ទៅជាងការយើងផុសលក់ផ្សេងសັບតែពេលអតិថិជនទិញបានទៅផ្សេងហើយដល់ពេលដែលគាត់មានអារម្មណ៍ថាគាត់ត្រូវបានគេបោកគាត់ត្រូវបានគេដើរខ្សែលើអានឹងជាការបាក់ស្បាតទំនុកចិត្តធំមែនតើដែលយើងជាអ្នកលក់ត្រូវតែនាំគ្នាប្រយ័ត្នហើយរឿងហ្នឹងសំខាន់មែនតើបង្កើនការលក់ 20% ជាមួយនឹង K-Store App by BZadvisor Digital Loyalty Program ដែលផ្ដល់មុនស្នេហ៍ទៅដល់អតិថិជនរបស់អ្នកលក់ទំនិញតាម K-Store App ដែលមិនអស់កម្រៃជើងសារសូម្បីតែ1សេនចង់លក់ដាច់ត្រូវតែលក់ជាមួយ K-Store App រឿងទី2
ខ្ញុំគិតថាអតិថិជនមកដល់ម៉ោងនេះមិនមែនតម្លងមូលទេណាធ្វើអីត្រូវគិតមែនតើអតិថិជនមកដល់ម៉ោងនេះមិនមែនតម្លងមូលដែលយើងគិតថាយើងចង់ធ្វើអីក៏បានយើងចង់ដើរខ្សែលើមិនក៏បានយើងចង់ទាញគាត់ទៅណាក៏បានមិនមែនជារឿងមួយដែលយើងគិតថាអាចធ្វើបានទាំងស្រុងទេមែនទេអតិថិជនសម័យនេះគឺជាសម័យដែលគេរៀនសូត្រច្រើនមែនតើហើយចំណេះដឹងអតិថិជនច្រើនណាស់ដែលក្នុងនាមយើងជាអ្នកលក់មុននឹងនិយាយអីយើងត្រូវមើលមែនតើហើយអតិថិជនឥឡូវនេះគាត់ប្រកាន់ច្រើនណាពេលខ្លះនិយាយខុសចិត្តគាត់ពេលខ្លះនិយាយខុសពីការពិតខុសពីបច្ចេកទេសខុសពីគុណភាពរបស់យើងអានឹងសឹងតែជាបញ្ហាទាំងអស់អញ្ចឹងត្រឡប់មកវិញខ្ញុំចង់ប្រាប់បងប្អូនទាំងអស់គ្នាថាទំនុកចិត្តរបស់អតិថិជនយើងជារឿងសំខាន់ហើយនៅពេលដែលយើងធ្វើឲ្យអតិថិជនរបស់យើងខូចទំនុកចិត្តវាគឺជាជំងឺឆ្លងលឿនមែនទេអតិថិជនផុសយើងលើបណ្ដាញសង្គមអតិថិជនបង្ហាញពីចំណុចអាក្រក់យើងនៅលើបណ្ដាញសង្គមពេលខ្លះទៅគាត់បង្ហាញនៅចិត្តគាត់ខឹងតែយើងជាអ្នករងគ្រោះមែនទេលក់អីនិយាយហ្នឹងលក់អេថាអេអាវ៉ាន់នៅក្នុងអនឡាញបែបម៉េចអាវ៉ាន់ខាងក្រៅគឺបែបហ្នឹងហើយកុំព្យាយាមកុហកអតិថិជនរបស់យើងអត់ចំណេញអីទេខ្ញុំចង់ឃើញបងប្អូនទាំងអស់គ្នាឈរជើងបានយូរខ្ញុំចង់ឃើញបងប្អូនទាំងអស់គ្នាក្លាយជាអ្នកបម្រើអតិថិជនយ៉ាងល្អនៅលើបណ្ដាញសង្គមក្លាយជាអ្នករកចំណូលមួយដែលអតិថិជនសប្បាយចិត្តជាមួយយើងជាជាងការបង្កើតនៅរឿងរ៉ាវដែលវិវាទគ្នាច្រើនមែនទែននៅលើបណ្ដាញសង្គមខ្ញុំគិតថាបងប្អូនទាំងអស់គ្នាក៏អត់សប្បាយចិត្តអតិថិជនរបស់បងប្អូនទាំងអស់គ្នាក៏អត់សប្បាយចិត្តហើយសង្គមយើងក៏ត្រូវបានរំខានដោយរឿងទាំងអស់ហ្នឹងដែរអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេហើយបញ្ជាក់ថាវីដេអូនេះខ្ញុំមិនវែកញែកថាខាងណាខុសខាងណាត្រូវទេប៉ុន្តែខ្ញុំចង់រំលេចសារមួយចំនួនទៅកាន់បងប្អូនទាំងអស់គ្នាដែលជាអ្នកលក់ហ្នឹងគឺយើងត្រូវដឹងថាពាក្យពិតគឺជារឿងសំខាន់មួយដែលយើងត្រូវប្រកាន់ភ្ជាប់ទាំងអស់គ្នាទោះបីជាផលិតផលរបស់យើងគឺវាមានសភាពដូចគ្នាក៏ដោយយើងលក់អីយើងប្រាប់នឹងទៅកាន់អតិថិជនរបស់យើងជាជាងការបង្វែរនៅសាច់រឿងមួយចំនួនដែលធ្វើអតិថិជនរបស់យើងគឺទទួលបាននៅរឿងមិនសប្បាយចិត្តពីយើងជូនពរបងប្អូនទាំងអស់គ្នាលក់ដាច់រីកចម្រើនទាំងអស់គ្នាអរគុណ